បង្ក្រាបរថយន្តមួយគ្រឿងដឹកត្រីប្រាក្លាសេគ្មានច្បាប់អនុញ្ញាតក្នុងភូមិសាស្ត្រក្រុងសៀមរាបកាលពីរសៀលថ្ងៃទី12ខែឧសភាឆ្នាំ2025កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានដឹកនាំផ្នែករដ្ឋបាលជលផលក្រឡាញ់ផ្នែករដ្ឋបាលជលផលចុងភ្នះមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តសហការជាមួយនឹងប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលបង្ក្រាបរថយន្តដឹកត្រីមួយគ្រឿងនៅចំណុចភូមិទឹកវិលសង្កាត់ទឹកវិលក្រុងសៀមរាបលោកធិននីសុធីនាយកខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានឲ្យដឹងថាការចូលបង្ក្រាបនេះសមត្ថកិច្ចខាត់បានវត្ថុតាងរួមមានរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង 2C 4980និងត្រីប្រាក្លាសេចំនួន 3000 គីឡូក្រាមដឹកជញ្ជូនផលិតផលដោយគ្មានលិខិតអនុញ្ញាតជាបទល្មើសជលផលក្រោយពីបានពិនិត្យមើលសពគ្រប់រួចមកសមត្ថកិច្ចបានកសាងសំណុំរឿងអំពីអំពើបទល្មើសជាក់ស្ដែងតាមនីតិវិធីច្បាប់ស្ដីពីជលផលចំណែកវត្ថុតាងរថយន្តត្រីប្រាក្លាសេចំនួន3តោនបានប្រគល់ទៅឲ្យម្ចាស់ដើមវិញព្រោះម្ចាស់ត្រីខាងលើបានយល់ព្រមផាកពិន័យតាមច្បាប់ហើយដោយឡែកបើតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថារថយន្តសាំយ៉ុងដឹកត្រីក្លាសេទាំងនោះត្រូវឈ្មួញដឹកចេញពីព្រំដែនប្រទេសថៃតាមច្រករមៀងក្នុងភូមិសាស្ត្រអូបេជន់ដឹកជញ្ជូនមកចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗដូចជាសៀមរាបនិងកំពង់ធំជាដើមបាទនេះគឺជាព័ត៌មានមួយដែលតកតងជាមួយនឹងការនាំចូលត្រីប្រាពីប្រទេសថៃអញ្ចឹងបងប្អូនគួរតែមានការប្រុងប្រយ័ត្នមិនដឹងថាត្រីទាំងអស់នេះរក្សាគុណភាពកម្រិតណានោះទេក្នុងនេះអត់ទាន់មានបញ្ជាក់អ្វីទាំងអស់បើសិនមានព័ត៌មានអាប់ដេតខ្ញុំនឹងយកមកផ្សាយជូនបងប្អូនជាបន្តទៀតព្រោះថាមួយរយៈចុងក្រោយនេះទាំងទុរេនទាំងផ្លែឈើជាច្រើនយើងឃើញថាមានបង្កទុកនៅសារធាតុគីមីជាច្រើនជាពិសេសដូចជាត្រីប្រាទាំងអស់នេះយើងគិតថាបើសិនណាយកមកធម្មតាគឺมันអាចទុកបានយូរនោះទេអញ្ចឹងក្នុងបច្ចេកទេសណាមួយបងប្អូនដែលបងដែលជាសមត្ថកិច្ចបាទកំពុងតែធ្វើការបន្ថែមទៀតតកតងជាមួយនឹងរឿងទាំងអស់នេះសង្កេតមើលថាតើនឹងមានអ្វីកើតឡើងចំពោះបញ្ហាការនាំចូលដូចជាត្រីសាច់ហើយនឹងបន្លែផ្លែឈើជាដើមផងដែរបាទដើម្បីជៀសវាងការបង្ការកើតជំងឺមហារីករយៈចុងក្រោយនេះឃើញថាមានបងប្អូនជាច្រើនដែលស្លាប់ក្នុងរយៈពេល40នាទីម្នាក់គឺដោយសារតែជំងឺមហារីកអញ្ចឹងបងប្អូនគួរតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះចំណីអាហារខាត់ខ្លួនក្មេងទំនើង10នាក់ករណីហិង្សាដោយចេតនាពីករណីនគរបាលក្រុងសហការជាមួយកម្លាំងខណ្ឌដង្កោស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើង10នាក់ដោយមានក្រុម YKS ហៅយើងស្រឡាញ់គ្នានិងក្រុម Alien បាទនេះក្រុមកាប់ចាក់មួយនៅខណ្ឌដង្កោក្រុម Alien ហើយនិងក្រុមយើងស្រឡាញ់គ្នាបាទបានប៉ូលីសកបួយជាប់ហើយបាទបង្ក្រាបពួកនេះអស់ទៅបងប្អូនឃើញថាពួកនឹងបង្កអហិង្សាខ្លាំងណាស់ទាំងមានការលួចឆក់ប្លន់ជាដើមបាទឥឡូវនេះកាប់សម្លាប់គ្នាធ្វើដូចសត្វដេរឆានអញ្ចឹងបាទកុំឲ្យមានពួកអស់នឹងក្នុងសង្គមយើងច្រើនពេកប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង11យប់ថ្ងៃទី12ខែឧសភាឆ្នាំ2025នៅចំណុចតំបន់កោះពេជ្រស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមុនរាជធានីភ្នំពេញលោកប៊ូសាទឆាស្នងការរងទទួលផែនការការងារព្រមត្តនបានឲ្យដឹងថាសមត្ថកិច្ចបានបើកការស្រាវជ្រាវរយៈពេល2ថ្ងៃបន្ទាប់ពីមានករណីហិង្សារហូតដល់2ករណីក្នុងនោះនគរបាលជំនាញបានបើកការស្រាវជ្រាវសហការជាមួយអធិការដ្ឋានខណ្ឌដង្កោបង្ក្រាបបានជនសង្ស័យរហូតដល់10នាក់ម៉ូតូ6គ្រឿងដាវ3ដើមកំបិតតាំងតោ2ដើមនិងកំបិតផ្គាក់1ដើមផងដែរស្នងការរងបានបន្តទីថាជនសង្ស័យទាំង10នាក់នេះបានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនារហូតដល់2ករណីដោយករណីទី1នៅចំណុចផ្លូវ Tiger សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី11ខែឧសភាឆ្នាំ2025វេលាម៉ោង12:40នាទីយប់និងករណីទី2នៅចំណុចផ្លូវលេខ104ភូមិកណ្ដាលសង្កាត់រលួសខណ្ឌដង្កោរាជធានីភ្នំពេញកាលពីថ្ងៃទី11ខែឧសភាឆ្នាំ2025វេលាម៉ោង3:06នាទីយប់ហើយឡែកជនសង្ស័យទាំង10នាក់រួមមានមួយឈ្មោះនីគីនីនហៅអានីនភេទប្រុសអាយុ18ឆ្នាំ2ឈ្មោះច័ន្ទថារទ្ធីហៅអារិតភេទប្រុសអាយុ17ឆ្នាំ3ឈ្មោះគង់ឧត្តមហៅអាដាមភេទប្រុសអាយុ17ឆ្នាំ4ឈ្មោះជុំសំណាងភេទប្រុសអាយុ17ឆ្នាំ5ឈ្មោះហ៊ុនមេងសានហៅអាសានភេទប្រុសអាយុ17ឆ្នាំ6ឈ្មោះកុសលវិសាលភេទប្រុសអាយុ17ឆ្នាំ7ឈ្មោះហ៊ុនថូបូរ៉ាហៅអាយុធភេទប្រុសអាយុ17ឆ្នាំ8ឈ្មោះសំមករាហៅអាមករាភេទប្រុសអាយុ17ឆ្នាំ9ឈ្មោះថៃសីហាភេទប្រុសអាយុ17ឆ្នាំនិង10ឈ្មោះហ៊ុនសុភានីហៅអភីភេទប្រុសអាយុ17ឆ្នាំ
សមត្ថកិច្ចចូលបង្ក្រាបគំនរឈើនិងរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងក្រោយក្រឡាប់ក្បែរផ្ទះប្រជាពលរដ្ឋរថយន្តសាំយ៉ុងដឹកបទល្មើសព្រៃឈើមួយគ្រឿងក្រឡាប់នៅចំណុចអន្ត្រីក្រហមភូមិដីសម្បទានសង្គមកិច្ចការកត់ឃុំសំបុកស្រុកចិត្តបុរីខេត្តក្រចេះហេតុការណ៍ក្រឡាប់រថយន្តដឹកបទល្មើសព្រៃឈើនេះបានកើតឡើងនៅវេលាម៉ោង 1:30 នាទីរំលងអាទិត្យថ្ងៃទី12យប់ឈានចូលថ្ងៃទី13ខែឧសភាឆ្នាំ2025បង្កឡើងដោយខ្លួនឯងចំពោះមូលហេតុដែលបង្កឲ្យក្រឡាប់និងអ្នករងរបួសនៅពុំទាន់ដឹងឡើយទេនេះបើយោងតាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងរថយន្តក្រឡាប់នោះមានផ្ទុកឈើអាប្រភេទឈើសសរក្តារនិងឈើសន្លឹកទំហំ 5x15 ជាច្រើនសន្លឹកហើយនៅពេលក្រឡាប់ភ្លាមក្រុមឈ្មួញបាននាំគ្នាយករថយន្តមកអូសរថយន្តសាំយ៉ុងដឹកឈើក្រឡាប់នោះយកទៅទុកក្បែរផ្ទះរបស់ប្រជាពលរដ្ឋនិងយកឈើចេញពីឡានដាក់តាមផ្ទះពលរដ្ឋជាគំនរប្រពន្ធពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយខ្លួនឯងដោយរថយន្តក្រឡាប់ដាច់កង់ឡានផ្នែកខាងមុខកង់ខាងស្ដាំនៅជិតស្នាក់ការសួនអាពាហ៍ពិពាហ៍របស់មេព្រៃសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាបច្ចុប្បន្នរថយន្តសាំយ៉ុងនិងវត្ថុតាងបទល្មើសព្រៃឈើទាំងនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នាក់ការសួនអាពាហ៍ពិពាហ៍ត្រង់ចំណុចអន្ត្រីក្រហមនៅភូមិដីសម្បទានសង្គមកិច្ចការកត់ឃុំសំបុកស្រុកចិត្តបុរីដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់ស្តីពីព្រៃឈើគ្រាន់តែហាមមិនឲ្យជក់បរិយក្នុងហាងបរិសុជនជាតិចិនម្នាក់ដកកំភ្លើងបាញ់ពីគ្រាប់បរិសុជនជាតិចិនម្នាក់ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ7មករាឃាត់ខ្លួនក្រោយទាញកំភ្លើងខ្លីបាញ់គំរាមចំនួន2គ្រាប់រឿងសន្តិសុខហាមមិនឲ្យជក់បរិយពេលចូលក្នុងភោជនីយដ្ឋានកាលនេះដែរឃើញថាជនជាតិចិនតែងតែក៏ក្លឿននៅក្នុងទឹកដីកម្ពុជាយើងបងប្អូនគ្រាន់តែគេហាមមិនឲ្យជក់បរិយបានមិនដឹងថាវាអាងស្អីវាទាញយកកំភ្លើងមកបាញ់គំរាម2គ្រាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលមិនដឹងថាវាបានកំភ្លើងមកពីណាសង្ឃឹមថាសមត្ថកិច្ចនឹងបន្តការស្រាវជ្រាវធ្វើការឲ្យម៉ត់ចត់បំផុតចំពោះបញ្ហាដែលបានកើតឡើងនេះផងដែរហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង 2:50 នាទីរំលងអាទិត្យឈានចូលថ្ងៃទី11ខែឧសភាឆ្នាំ2025នៅចំណុចមុខហាងចិនផ្ទះបាយជាសាមផ្លូវ232កែង111សង្កាត់បឹងផលិតខណ្ឌ7មករារាជធានីភ្នំពេញនគរបាលបានឲ្យដឹងថាបរិសុជនជាតិចិនមានឈ្មោះលីជីម៉ុងភេទប្រុសអាយុ34ឆ្នាំបុគ្គលិកហ៊ុយវ៉ាន់ផេនិងស្នាក់នៅបន្ទប់លេខ504ជាន់ទី5អាគារហួងវ៉ាន់ផេផ្លូវ232កែង111ភូមិ1សង្កាត់បឹងប្រលិតខណ្ឌ7មករារាជធានីភ្នំពេញក្នុងការឃាត់ខ្លួនកម្លាំងនគរបាលបានដកហូតសម្ភារៈនិងវត្ថុតាងរួមមានកំភ្លើងខ្លីម៉ាកឡុក19ពណ៌ខ្មៅលេខ BGTB 497គ្រាប់កំភ្លើងចំនួន8គ្រាប់សម្បកគ្រាប់ចំនួន2ទូរស័ព្ទដៃម៉ាក iPhone 7 ពណ៌ផ្កាឈូកនិងទូរស័ព្ទដៃម៉ាក iPhone 15 Pro Max ពណ៌ខ្មៅតាមប្រភពព័ត៌មានបានបញ្ជាក់ថាមុនពេលឃាត់ខ្លួនបរិសុជនជាតិចិនខាងលើដោយសារតែរឿងសន្តិសុខហាមមិនឲ្យជក់បរិយពេលចូលក្នុងភោជនីយដ្ឋានស្រាប់តែជនជាតិចិននោះទាញកំភ្លើងខ្លីបាញ់គំរាមចំនួន2គ្រាប់បង្កការភ្ញាក់ផ្អើលក៏ត្រូវបានកម្លាំងនគរបាលចុះជួយអន្តរាគមន៍ឃាត់ខ្លួនភ្លាមតែម្ដងបច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខណ្ឌ7មករាឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់